លោកពូតាការប្រតបជើងថ្មជើងចូលអ៊ីរ៉ង់វាគ្រាន់តែជាការគម្រាមដាក់សម្ពាធឬក៏សេណារីយ៉ូច្បាស់លាស់ហើយតើវាអាចផងខ្លួនទេតើលោកពូមានយោបល់បែបណាអ្នកសាលីក៏សួរសំណួរល្អដែរបាទសំណួរនឹងល្អសាលីគាត់បាទពូអរគុណដែរយើងសួរសំណួរល្អមែនទេបាទវាអាចជាតាក់ទិចដែរវាអាចជាតាក់ទិចដែលលោកត្រាំលោកប្រើដើម្បីបញ្ឆោតដែរបាទពីព្រោះឥឡូវលោកត្រាំនោះគាត់ឆ្លាតដែរតាំងពីវ័យអ៊ីរ៉ង់លើកទី1ខែ6មកហ្នឹងគាត់និយាយថាយើងអាចធ្វើយើងអាចមិនធ្វើយើងអាចធ្វើមិនធ្វើនឹងគឺជាប្រសាសន៍តាមក្រមចារកម្មដែលជំនាញគេឲ្យយល់គេ deceptive ហ្មងគេឲ្យពំវែងហ្មងបាទអាចដែរណាអាចដែរសាលីឲ្យគាត់ប្រើហ្នឹងដូចជា bargaining chip មួយសម្រាប់អុកនៅក្នុងតុចរចាដែរគាត់ថាបើសិនជាមិនព្រមដាក់តបជើងគោកទៅដល់ហើយណាដាក់ទៅដល់ទៅដល់ឆ្ងាយដាក់តែខាយហ្នឹងដើម្បីឈប់កណែឯងអត់សេដ្ឋកិច្ចហើយខ្ញុំដាក់កម្លាំងការពារហ្នឹងបើកហមូសនឹងវិញណែធ្វើឲ្យការដែរវាចឹងដូច្នេះវាពីព្រោះគាត់ដឹងថាឥឡូវកម្លាំងអាកាសរបស់ខាងអ៊ីរ៉ង់ឡើងហោះរួចទេសតផ្លោមសប្រមាណគេជួនកាលអ្នកចរចាខ្លះនេះបាទខ្ញុំធ្លាប់និយាយប្រហែលដងបើឥឡូវខ្ញុំមិននិយាយភាសាទៀតដោយសារខ្ញុំនិយាយយូរហើយតាំងពីកម្ពុជាមិនទាន់មានរឿងណាប៉ុន្តែលើកនេះដោយសារកម្ពុជាមានរឿងសង្គ្រាមជាមួយនឹងថៃចឹងខ្ញុំមិនយកចំណុចនោះមកនិយាយជាឧទាហរណ៍កុំឲ្យមានការបកស្រាយច្រឡំបាទអ្នកខ្លះគេចរចាគេឆ្លាតណាគេយកតួលេខទាហានយើងនៅណាកម្លាំងប៉ុណ្ណាដាក់លើតុឲ្យមើលមកឯងមានប៉ុណ្ណេះខ្ញុំបានប៉ុណ្ណេះអ្នកចរចានោះគាត់កាំងបណ្ដោយពេលខ្លះគេដាក់ចំណុចខ្សោយយើងនៅលើតុជួនកាលគាត់អាចយកហ្នឹងដែរឥឡូវខ្ញុំមកដល់ប៉ុណ្ណេះណែឯងមានប៉ុណ្ណេះអ្នកចរចានោះគាត់ទៅញ័រដៃដែរបាទមួយសំណួរនឹងល្អបាទដូច្នេះយើងអត់ដឹងច្បាស់ទេបាទខ្ញុំក៏អត់ដឹងច្បាស់ដែរវាអាចទៅជាសេណារីយ៉ូអញ្ចឹងមែនទី1តើសង្គ្រាមនៅអ៊ីរ៉ង់សហរដ្ឋអាមេរិកផ្ទាល់ចង់ធ្វើឬក្រោមការអូទាញពីអ៊ីស្រាអែលបាទសំណួរហ្នឹងគឺឆ្លើយតបវែងឥឡូវហ្នឹងខ្ញុំជូនមតិមួយសម្បីតែនៅអាមេរិកហ្នឹងក៏គេថាអ៊ីស្រាអែលអ្នកទាញអញ្ចឹងណាបាទអាមេរិកចូលក៏ប៉ុន្តែក៏យើងឃើញថាអ៊ីរ៉ង់ហ្នឹងមករយៈពេលប្រហែលតាំងពី70ផ្លាយមកហ្នឹងគាត់ទស្សរាយជាមួយនឹងអាមេរិកផងជាមួយនឹងសម្ព័ន្ធមិត្តអាមេរិកនៅតំបន់ហ្នឹងផងបាទអញ្ចឹងដូច្នេះវាជារឿងមួយដែលគេថាដូចយើងដាំបាយអញ្ចឹងណាវានៅពេលនោះវាផ្ទុះបាទអញ្ចឹងខ្ញុំថាវាជាកត្តាផ្សំគ្នាទាំងពីរតែម្ដងបាទសម្រាប់ទស្សនៈខ្ញុំណាបើខ្ញុំស្ដាប់មើលទាំងសងខាងទៅវាអញ្ចឹងមែនបាទអ៊ីស្រាអែលគាត់ជឿដល់ការហ្នឹងគាត់បង្ហាញអាមេរិកថាវាគ្រោះថ្នាក់អីចឹងអ៊ីរ៉ង់ឈានទៅដល់នុយក្លេអ៊ែរហ្នឹងគឺអ្នកដែលអ៊ីរ៉ង់ធ្វើមុនគេគឺគាត់ហ្នឹងហើយអញ្ចឹងដូច្នេះគាត់មកនិយាយបន្ថែមទៅបាទលោកធីនីទឹកដីលោកគ្រប់គ្រងអញ្ចឹងទៅបាទពីព្រោះទំនាក់ទំនងរវាងលោក BB ជាមួយនឹងលោក Trump BB ហ្នឹងគឺនាយករដ្ឋមន្ត្រីរបស់អ៊ីស្រាអែលជាមួយលោក Trump គឺដូចជាស្និទ្ធស្នាលគ្នាតាំងពីអាណត្តិទី1ម្លេះបាទចឹងដូច្នេះខ្ញុំថាវាជាកត្តាទាំងពីរតែម្ដងលោកចឹងសួរសំណួរទី2យោបល់ខ្ញុំប្រសិនបើយោបល់របស់ខ្ញុំប្រសិនបើសហរដ្ឋអាមេរិកបញ្ជូនទ័ពថ្មើរជើងជួយអ៊ីរ៉ង់ច្បាស់ជាសង្គ្រាមនេះនឹងមិនអាចបញ្ចប់ចាប់ទេជាយោបល់របស់លោកពូយ៉ាងម៉េចដែរបាទខ្ញុំយល់ស្របបាទទោះបីជាយើងវាយបហាតែក្នុងលក្ខណៈថាត្រឹមតែកោះខាចឬក៏កោះមួយក្បែរហ្នឹងក៏មិនស្រួលដែរពីព្រោះអញ្ចឹងខ្ញុំចាំមើលខ្ញុំបានអានអត្ថបទមួយដែលខាងណាគេធ្វើឲ្យខ្ញុំក៏ទៅ search website ខ្លួនឯងហើយខ្ញុំថាធ្វើថ្ងៃនេះធ្វើអត់តដែរគឺកត្តាអ្វីដែលការវាយប្រហារតាមជើងគោកចូលអ៊ីរ៉ង់គឺជារឿងការអត្តឃាតបាទពីព្រោះអ៊ីរ៉ង់គាត់មានរបាំងធម្មជាតិបាទរបាំងធម្មជាតិហ្នឹងគឺភ្នំគាត់ហ្នឹងគឺចូលអត់រួចហ្មងជើងគោកមិនងាយចូលហ្មងមានតែច្រកដែលអាចចូលតាមនឹងខ្លីចឹងចូលទៅដូចស៊ូអ៊ីសាចឹងចូលទៅធ្វើអត្តឃាតចឹងមកបាទខ្ញុំយល់ស្របចឹងចាំមើលខ្ញុំយកអត្ថបទហ្នឹងមកបកស្រាយខ្លីជូនប្រិយមិត្តមើលគឺដល់ពេលគេធ្វើអត្ថបទហ្នឹងខ្ញុំចូលទៅ search មើលមែនបាទពីអាជ្រុងដែលច្រកដែលអ៊ីរ៉ង់អ៊ីរ៉ាក់អីទៅហ្នឹងទៅអត់រួចទេបាទភ្នំចោតហ្នឹងបើកកោះទៅអត់រួចទេបាទដើរជើងថ្មជើងទៅអត់រួចហ្មងគឺរបាំងធម្មជាតិហ្នឹងជួយអ៊ីរ៉ង់ហ្នឹងបានខ្លាំងមែនតើហ្មងដោយអត្តឃាតមែនបាទតែទំនឹងជាយើងវាយអាមេរិកគាត់វាយយ៉ាងម៉េចទៅប្រតិបត្តិការទៅកោះខាចកោះអីក៏ប៉ុន្តែក៏មិនស្រួលដែរណាតែចូលជើងគោកនៅហ្នឹងគេប្លង់មកហ្នឹងគឺដូចទៅយកផ្ទាំងស៊ីបគេបាញ់អញ្ចឹងណាមិនងាយបាទចាំមើលតែគាត់ដោះស្រាយយ៉ាងម៉េចបាទលោកសំណួរទី3លោកចន្ទរិទ្ធតើក្រុមសម្ពាធរបស់បាតកោអាចទាញលោកតាមឲ្យបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ដែរឬទេខ្ញុំថាអាចបាទខ្ញុំថាអាចដូចតែខ្ញុំបាននិយាយមុននឹងទីអញ្ចឹងគឺការបោះឆ្នោតនៅពាក់កណ្ដាលអាណត្តិហ្នឹងរឿងបាតកោហ្នឹងគឺជាការមួយសម្ដែងអំពីគេថាអារម្មណ៍មិនពេញចិត្តបាទអារម្មណ៍មិនពេញចិត្តហ្នឹងគឺបង្ហាញឲ្យឃើញអញ្ចឹងដូច្នេះ
អ្នកដែលដាក់សម្ពាធលោកតាមិនបាតកោនោះទេបាតកោនោះផងដែរវាដោយប្រយោជន៍ប៉ុន្តែអ្នកក្នុងបករបស់គាត់គេតែមើលឃើញថាអូបើមិនចឹងទេបោះចោលពាក់កណ្ដាលអាណត្តិនោះគឺចាញ់ lose big មកបាននឹងចាញ់ខ្លាំងអញ្ចឹងគេត្រូវដាក់សម្ពាធឲ្យលោកតាមដកថយវិញនៅថ្ងៃនេះលោក Robio គាត់និយាយដែរគាត់ថាឥឡូវនេះគាត់ត្រូវតែងាកទៅរឿងការទូតក៏ប៉ុន្តែការទូតយ៉ាងម៉េចបើឡើយតែការទូតបដាស្រាប់តែវិបដាហ្នឹងអ៊ីរ៉ង់គាត់និយាយពាក្យហ្នឹងគាត់ប្រយ័ត្នដែរបាទអញ្ចឹងចាំរិទ្ធអរគុណច្រើនក្មួយដែលសួរសំណួរ3ហ្នឹងសំណួរល្អមែនទែន very good បាទរៀនសួរសំណួរអញ្ចឹងល្អដូចនិយាយលេងខ្ញុំតាមធម្មតាខ្ញុំមិនប្រកាន់មានម្នាក់មួយនោះសួរសំណួរចេញមកសំណួរភ្លាវហ្មងម្នាក់មួយនោះនៅសួរតាម Facebook ខ្ញុំដាក់រឿងការព័ត៌មានមួយដែលនិយាយថាការវិតម្លៃរបស់ Reuters ហ្នឹងគឺចំនួនមីស៊ីលហើយនឹង drone របស់អ៊ីរ៉ង់ដែលខូចខាតហ្នឹងមិនច្រើនដោយដែលអ្វីដែលលោកត្រាំប្រកាសនោះទេគាត់ចូល comment មកគាត់មិន comment រឿងគាត់ comment គាត់មកវិបហាខ្ញុំដូចតែខ្ញុំបាននិយាយថាខុសតំណខ្ញុំតែរិះគន់អ្នកណាក៏បានព្រោះរិះគន់ខ្ញុំនេះអត់ដែរលាក់ខ្ញុំប្លុកចោលបាទប៉ុន្តែគាត់សួរភ្លាវហ្មងគាត់សួរថាលឺសូតែអួតថាអាមេរិកនេះថាហើយមិនគឺមិនលោកសេងអីមិនផ្សាយផងពីរឿងលឺសូថាគេបាតកម្មមនុស្សរាប់លានអ្នកនៅអាមេរិកហ្នឹងតែទីនេះអត់មើលមកខ្ញុំទៅផ្សាយ5ម៉ោងមុនរឿងបាតកម្មនៅអាមេរិកហ្នឹងហើយមិនមើលឲ្យមកចូល comment ស្ដីឲ្យគេអញ្ចឹងបាទហើយនៅក្នុងអត្ថបទហ្នឹងទៀតគឺមិនជាអត្ថបទលើកសរសើរលោកតាមគឺជាអត្ថបទដែលផ្អាប់ប្រូក្រាមទៀតអញ្ចឹងបានថាកម្រិត IQ គាត់នឹងវាល្ងងពីចំណុចណាហើយគាត់ទៅធ្វើចេះគាត់ដឹងថាអត្ថបទហ្នឹងគឺបើអ្នកគាំទ្រលោកតាមគេយកមកផ្សាយទេហើយមួយទៀតរឿងបាតកម្មខ្ញុំដាក់ហើយតែអញ្ចឹងជំរឿរបស់ខ្ញុំអ្នកដែលចុច like អា comment គាត់ហ្នឹងក៏ខ្ញុំ block អាខ្លួនគាត់ក៏ខ្ញុំ block ដែរជឿមិនអញ្ចឹងជាកុំឲ្យចូលមកនៅឈឺក្បាលបាទគាត់ច្រឡំស្មាខ្ញុំអ្នកនយោបាយមែនទេបាទខ្ញុំអត់ដឹងជាប្រតិភិបអីខុសរឿងបាទពូមានគេអ្នកវិភាគថានៅពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកថ្មីពិភពលោកនឹងរកស្ថានភាពដើមតើអាចទៅរួចដែរឬទេលោកពូបាទសំណួរនឹងល្អបាទយើងសង្ឃឹមចឹងទាំងអស់គ្នាមិនថាទៅដាច់បោះឆ្នោតប្រធានាធិបតីថ្មីទេបោះឆ្នោតធ្វើពាក់កណ្ដាលអាណត្តិនៅខែ11ឆ្នាំហ្នឹងឆ្នាំនេះប្រហែលខែទៀតណាឥឡូវនេះខែ3ហើយខែ11យើងបោះឆ្នោតហ្នឹងក៏អាចនឹងផ្លាស់ប្ដូរដែរពីព្រោះអីលោកប្រធានាធិបតីនៅដែរក៏ប៉ុន្តែបើកណ្ដាលខាងគណៈបព្វជិធិបតេយ្យគាត់ឈ្នះនៅរដ្ឋសភានៅព្រឹទ្ធសភាឬក៏ទៅធ្វើដល់រដ្ឋសភាវិញក៏ដោយមកគ្រប់គ្រងរដ្ឋសភាវិញក៏ដោយពីព្រោះឥឡូវនេះខាងគណៈបក្សសាធារណរដ្ឋណាគាត់គ្រប់គ្រងនៅរដ្ឋសភានោះប្រផិតប្រផាយទេបាទ218សម្លេងប្រផិតប្រផាយមែនតើបាទអញ្ចឹងបើសិនជាគណៈបព្វជិធិបតេយ្យគាត់ flip តែប្រមាណអាសនៈមកវិញគាត់គ្រប់គ្រងនៅរដ្ឋសភាហ្នឹងក៏លោកប្រធានាធិបតីពិបាកធ្វើកិច្ចការមួយចំនួនដែរអញ្ចឹងគាត់ត្រូវតែរកការសម្របសម្រួលគ្នាបានច្រើនដែរមិនដូចជារាល់ថ្ងៃនេះលោកគ្រប់គ្រងនៅរដ្ឋសភាក៏នៅគ្រប់គ្រងសាធារណរដ្ឋគ្រប់គ្រងនៅខាងព្រឹទ្ធសភាហើយស្ទើរមានទៀតអញ្ចឹងគឺថាទាំងអស់ហើយទំនុននៅស្ថាប័នតុលាការកំពូលនោះគឺមានតែក្របដោយមាននាការទៅខាងគណៈបកអភិរក្សនិយមគឺគណៈបកលោកប្រធានាធិបតីនោះក៏នៅនឹងទៀតហើយនៅស្លាវធរក៏ចឹងទៀតបាទដូច្នេះគឺជាពេលវេលាមាសសម្រាប់លោកប្រធានាធិបតី Donald Trump ក្នុងរយៈពេល2ឆ្នាំដំបូងនេះប៉ុន្តែក្រោយពីការបោះឆ្នោតពាក់កណ្ដាលទៅតើពលនេះនឹងងាកទៅកន្លែងណាវាអាចនឹងផ្លាស់ប្ដូរណាមិនចាំបាច់ទៅដល់ប្រធានាធិបតីថ្មីដោយតែអ្នកវិភាគគាត់លើកឡើងនោះទេបាទប៉ុន្តែសង្ខេបមកវិញគឺគាត់មានប្រសាសន៍ហ្នឹងគឺអាចត្រូវហើយបាទអាចត្រូវដែរណាបាទវិរៈខំសួស្ដីលោកកំសែងខ្ញុំឃើញបណ្ដាញសង្គមនៅកម្ពុជាថាថ្មីនេះអ៊ីរ៉ង់បានចាប់ទានអាមេរិកនៅកោះខាចតែប៉ុណ្្នេះពិតឬទេសូមអរគុណអត់ទៅដល់ព្រឹកចាប់តាណាអត់មានទេបងខ្ញុំឃើញគេធ្វើបាតកម្មប្រឆាំងលោកតាមរហូតដល់តាំងពីគាត់ឡើងកាន់ម៉ៃដល់ពេលនេះតែដូចជាមិនមានឃើញការផ្លាស់ប្ដូរនៃការដឹកនាំការសម្រេចចិត្តលោកតាមសោះតែគាត់ចង់ធ្វើវិញនៅតែធ្វើនឹងផ្លាស់ប្ដូរណាបាទកាលពីមួយឆ្នាំមុនខ្ញុំនិយាយតែរឿងករណី VOA មួយចុះករណី VOA មួយក៏នឹងយើងនឹងថាអាចនឹង VOA បិទបានណាតែខ្ញុំប្រាប់សាក់ក្រីខ្ញុំថាបើសិនជាយើងអាចអូសរួចឆ្លងទៅផុតឆ្នាំនេះអាចផុតឆ្នាំ2025ចូលដល់ដើមឆ្នាំ2026អាចនឹងផ្លាស់ប្ដូរពីព្រោះពេលដំបូងសមាជិកសភារបស់គាត់មួយណាក៏ហ៊ានប្រឆាំងលោកទីនេះទៅដែរ Senator Congressman គឺ yes sir ឆ្វេងស្ដាំប៉ុន្តែដោយសម្ពាធនៃការធ្វើបាតកម្មនោះធ្វើឲ្យមានមើលផ្លាក់ចាក់ផ្អើលដែរណាពេលទៅបោះឆ្នោតបោះទៅស្រាប់តែងាកមកខាងប្រជាធិបតេយ្យពីព្រោះប្រជាធិបតេយ្យពេល2024ហើយគឺ leadership នឹង crash សូម្បីតែDNC chair នឹងរលួយមកដំណើរការបកប្រជាធិបតេយ្យក៏
ជាពាក់ដិតជាពាក់បំណងគេណាអ្នកណាជួយ show យូរធ្លាប់ដឹងព័ត៌មានខ្ញុំធ្លាប់ចែកនៅបាទដល់ពេលឥឡូវនេះសិតតែឥឡូវហ្នឹងគឺមានច្រើនអញ្ចឹងសម្ពាធមានណាអញ្ចឹងលោកដកថយច្រើនមួយបាទលោកដកបងអូនលោកដកថយច្រើនលោកតាមដកថយច្រើនណាមិនមែនដូចតែអ្វីគាត់ចង់ធ្វើនោះទេបាទគាត់ដកថយច្រើនគឺបាតកម្មមានប្រសិទ្ធភាពបាទគឺអ្នកដែលនៅក្នុងបកគាត់នឹងដាក់សម្ពាធគាត់ណាអូខេសុំសំណួរមួយទៀតចាមើលលពូតាការលុកដៃចូលក្នុងសង្គ្រាមពីសំណាក់ក្រុមហ៊ូធីនៅយេម៉ែនអាចជាមូលហេតុនៃភាពលំបាកក្នុងការបញ្ចប់សង្គ្រាមនៅមជ្ឈមបូព៌ាកម្រិតណាបូកជាមួយនឹងភាពរងរូសផ្នែកការទូតរបស់អ៊ីរ៉ង់បាទនេះគឺជាក្តីបារម្ភដែលខាងអ្នកជំនាញមួយចំនួនគេបានលើកឡើងណាថាគឺជាការបរិយបន្ថែមទៀតក៏ប៉ុន្តែយើងត្រូវដឹងចេះពួកហ៊ូធីហ្នឹងវាជាកូនជើងរបស់អ៊ីរ៉ង់បើមិនបើអ៊ីរ៉ង់គាត់ព្រមក៏វាត្រូវតែចាប់តាមនោះដែរគាត់ថាវាធ្វើឲ្យប៉ះពាល់ទៅដល់ទីផ្សារហិរញ្ញវត្ថុពិភពលោកសេដ្ឋកិច្ចពិភពលោកវាស្មុគស្មាញហើយវាអាចជួយអ៊ីរ៉ង់ក្នុងការចរចាដែរកម្លាំងក្នុងការចរចាដែរថាកម្លាំងបំផ្លាញរបស់អ៊ីរ៉ង់អាចមានខ្លាំងអញ្ចឹងបើសិនជាអាមេរិកដាក់សម្ពាធគាត់ខ្លាំងគាត់នៅអូសកាឡាគឺអាចនឹងប៉ះពាល់ទៅដល់ពិភពលោកជាពិសេសអ្នកនៅអាស៊ីហ្នឹងគឺយើងដឹងមកដល់ពេលនេះមានអ្នកខ្លះជេរប្រធានាធិបតីខ្ញុំបដាជេរខំលោកតាមខ្ញុំដឹងតំងជួយចាក់សាំងបដាជេរប្រធានាធិបតីត្រាំបដាប្រធានាធិបតីខ្ញុំបដាបាទអូខេហ្នឹងហើយបាទអូខេឥឡូវសូមមកសំណួរចំក្រោយរបស់ភាវីថាម៉េចភាវីគាត់ថាជំរាបសួរបងតើលោកដូណាល់ត្រាំអាចធ្លាក់ប្រជាប្រិយភាពខ្លាំងទេការដែលលោកសម្រេចចិត្តវារងជាការសម្រេចចិត្តខុសឬយ៉ាងណាបងប្រជាប្រិយភាពគាត់ធ្លាក់មកដល់ 39% នោះក្នុងព័ត៌មានដែលខ្ញុំបានជម្រាបជូនថ្ងៃមុននោះគឺធ្លាក់ច្រើនតើប្រជាប្រិយភាពគាត់ធ្លាក់ច្រើនបាទ Hello បងតើ USA អាចព្យាករពីផលប៉ះមុនទេពេលវារងអត់មានព័ត៌មានសាធារណៈសោះហ្មងបាទម្នាក់ភ្ញាក់ផ្អើលដែលលោកធានាធិបតីបញ្ជាឲ្យហោះចូលទៅគាត់ដឹងថារឿងនោះវាទៅអាចវាយអញ្ចឹងប៉ុន្តែគេថាផលប៉ះពាល់ការវិតម្លៃនោះគឺអត់ទាន់មានដឹងសោះតែម្ដងបាទគាត់ថាគេតាមការនិយាយកន្លងមកគឺថាវាជារឿងមួយលំបាកបាទដែលក្នុងការធ្វើសង្គ្រាមនៅអ៊ីរ៉ង់នោះដែលខាងសមាជិកសភាទាំងពីរគណៈបកតែម្ដងអ្នកតាក់តែងច្បាប់របស់គណៈបកទាំងពីរគឺគាត់ខ្លាចសង្គ្រាមនឹងអូសបន្លាយកាន់តែវែងអញ្ចឹងគាត់មានអារម្មណ៍ខ្លាចបារម្ភយ៉ាងដែរបាទពីព្រោះគេដឹងរឿងច្រើនលោកត្រាំលោកគម្រាមវាប្រហាររោងចក្រធម្មពលនិងប្រេងរបស់អ៊ីរ៉ង់នេះគឺការបញ្ជាក់នៅក្នុងសារតាមបណ្ដាញសង្គម True Social របស់លោកប្រធានាធិបតីតាំងពីព្រឹកមិញតែម្ដងដូច្នេះការដែលលោកគម្រាមកំហែងថាលើកនេះគាត់គម្រាមខ្លាំងតែម្ដងគាត់ថាគឺលោកមានគម្រោងនឹងកំទេចចោលខ្ទេចអស់នៅរោងចក្រអគ្គិសនីនិងរោងចក្រផលិតប្រេងរបស់អ៊ីរ៉ង់ប្រសិនបើមេដឹកនាំអ៊ីរ៉ង់នៅតែមិនព្រមព្រៀងបើកច្រក Hormuz ភ្លាមនោះទេបាទគាត់គម្រាមបែបនេះណាបាទគឺកាលពីប្រហែលថ្ងៃមុនលោកថាទុកឲ្យមានការចរចាដោយសារតែការចរចាហ្នឹងគឺវិវត្តទៅមុខបានល្អប្រសើរហើយប៉ុន្តែឥឡូវនេះស្រាប់តែមានរឿងនេះកើតឡើងពីព្រោះអ៊ីរ៉ង់នៅតែបន្តបិទច្រក Hormuz បាទបិទច្រក Hormuz ដដែលដោយមិនឲ្យកប៉ាល់ណាឆ្លងកាត់បានទេបើសិនជាមានកប៉ាល់មួយចំនួនអនុញ្ញាតឲ្យឆ្លងកាត់ប៉ុន្តែត្រូវបង់លុយមកទាលុយជាកាក់អីតែម្ដងបាទហើយដូច្នេះការគម្រាមកំហែងរបស់លោកប្រធានាធិបតី Donald Trump នោះបានធ្វើឲ្យតម្លៃប្រេងឆៅនៅក្នុងហាងក្រុមហ៊ុនលូប្រេង Brent នឹងគឺឡើងទៅដល់$116ក្នុង1បារ៉ែលបាទគឺថ្លៃដែរណាបាទឡើងថ្លៃពីថ្ងៃច័ន្ទក៏ប៉ុន្តែដល់ពេលដែលបិទការលក់ដូរបានធ្លាក់ចុះបន្តិចវិញរីឯផ្សារភាគហ៊ុន S&P 500វិញគឺបាទធ្លាក់ចុះផងដែរទីផ្សារភាគហ៊ុនធ្លាក់ចុះផងដែរអញ្ចឹងអ្នកវិនិយោគទុនទៅលើផ្សារភាគហ៊ុនហ្នឹងប្រហែលជាឃើញកុងធនាគាររបស់ខ្លួនហ្នឹងបាត់លុយកាក់បន្ថែមទៀតណាបាទឥឡូវនេះក្នុងគណៈពេលដែលសង្គ្រាមចូលទៅក្នុងដល់សប្តាហ៍ទី5ទៅហើយនោះបាទនៅតំបន់មជ្ឈមបូព៌ាវិញគឺអ៊ីស្រាអែលបាននិយាយថាយោធារបស់ខ្លួនក៏បានបំផ្លាញអគារខ្ពស់អស់ប្រមាណជា100អគារបាទនៅក្នុងទីក្រុងបេរុតប្រទេសលីបង់ផងដែរដោយបានអះអាងថាអគារទាំងនោះត្រូវបានក្រុមហេសបូឡាប្រើប្រាស់ទីជាបញ្ជាការហើយអង្គការអូតង់វិញក៏បានឲ្យដឹងដែរថាខ្លួនបានបាញ់ទម្លាក់មីស៊ីលផ្លោងមួយគ្រាប់បាទមិនមែន drone ណា ballistic missile គឺមីស៊ីលផ្លោងមួយគ្រាប់ដែលបានហោះចូលទៅក្នុងដែនអាកាសរបស់ទូគីនេះគឺជាការជ្រៀតចូលក្នុងដែនអាកាសរបស់ NATO ហ្នឹងគឺ4លើកហើយជាលើកទី4ហើយប៉ុន្តែត្រូវបានបាញ់កំទេចចោលបានតាន់ពេលវេលាបាទដូច្នេះការគម្រាមកំហែងរបស់លោកប្រធានាធិបតី Donald Trump គឺលោកចង់ឲ្យមានការវិវត្តទៅមុខឲ្យបានឆាប់រហ័សតាក់ទងជាមួយនឹងការចរចា
ក៏ប៉ុន្តែការគម្រាមកំហែងរបស់លោកក្នុងពេលកន្លងមកក៏បានដកថយទៅវិញគឺមិននៅជាប់នោះទេដោយសារអីការដែលវាប្រហារទៅលើគោលដៅស៊ីវិលដូចជារោងចក្រគិសនីក្តីរោងចក្រចម្រាញ់ទឹកបាទការរោងចក្រទឹកសុទ្ធអីក្តីបាទរដ្ឋកោទឹកបាទគឺអាចនឹងស្មើនឹងអ ுக ្រិតកម្មសង្គ្រាមអញ្ចឹងហើយបានជាលោកតាមលោកមិនតន់ធ្វើព្រាមទេដកថយមួយឃ្លាដែរណាបាទចឹងនេះជាព័ត៌មានទី3ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាបាទប្រិយមិត្តប្រហែលជាបានឃើញទៅហើយបាទនៅក្នុងប្រទេសកម្ពុជាគឺរដ្ឋសភារបស់កម្ពុជាបានអនុម័តច្បាប់ប្រឆាំងនឹងការឆោបបោកការប្រើប្រាស់ការឆោបបោកតាមអនឡាញបាទនៅក្នុងប្រទេសកម្ពុជាដែលយកប្រទេសកម្ពុជាធ្វើជាមូលដ្ឋានបាទខ្ញុំសូមដកស្រង់ពីសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP ណា AP បានរាយការណ៍អញ្ចឹងប្រិមិត្តបានទទួលពីក្នុងប្រទេសនឹងរឿងមួយប៉ុន្តែខ្ញុំចង់ជម្រាបជូនប្រិមិត្តពីខាងក្រៅប្រទេសតើការរាយការណ៍នឹងយ៉ាងម៉េចណាបាទ AP គាត់បានរាយការណ៍ថាអ្នកតាតែងច្បាប់របស់កម្ពុជាកាលពីថ្ងៃច័ន្ទបានបោះឆ្នោតជាឯកច្ឆន្ទតែម្ដងដោយសម្លេងឯកច្ឆន្ទតែម្ដងទៅលើច្បាប់ប្រឆាំងនឹងការបោកឆោបបោកតាមអនឡាញបាទហើយអាចនឹងដាក់ទោសអ្នកដែលប្រព្រឹត្តនោះគឺរហូតដល់ជាប់ពន្ធនាគារអស់មួយជីវិតបាទបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានសន្យាថានឹងបង្ក្រាបនៅប្រតិបត្តិការឆោបបោកតាមអនឡាញនេះឲ្យអស់នៅដំណាច់ខែមេសាខែទៀតណាសមាជិករដ្ឋសភាទាំង112រូបដែលបានបោះឆ្នោតយល់ព្រមទៅលើសេចក្តីព្រាងច្បាប់នេះដែលគឺជាក្របខ័ណ្ឌច្បាប់ដំបូងរបស់កម្ពុជាមានគោលបំណងជាក់លាក់នៅក្នុងការបង្ក្រាបនៅឧស្សាហកម្មឆោបបោកតាមអនឡាញដែលបានរកប្រាក់កម្រៃបានជាច្រើនហើយកន្លងមកបានធ្វើឲ្យគេឈ្មោះរបស់កម្ពុជាคล้ายទៅជាកន្លែងចំណុចកណ្ដាលនៃការឆោបបោកតាមអនឡាញប្រតិបត្តិការឆោបបោកតាមអនឡាញនេះគឺប្រព្រឹត្តឡើងដោយមានការសន្យាធ្វើជាផែនការវិនិយោគបោកប្រាស់ហើយក៏ដូចជាខ្លាចបន្លំមានសេចក្តីស្នេហាคล้ายតាមអនឡាញដើម្បីគម្រាមកំហែងប្រាក់ពីជនរងគ្រោះអស់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំពីជនរងគ្រោះនៅទូទាំងពិភពលោកលោករដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពរបស់កម្ពុជាគឺលោកការុតបានកត់សម្គាល់ថាប្រជាពលរដ្ឋអឺរ៉ុបពាន់នាក់បើជាពិសេសបណ្ដាប្រទេសមកពីអាស៊ីហើយត្រូវបានគេតាក់ទាញឲ្យចូលមកប្រធ្វើការនៅក្នុងកន្លែងឆោបបោកទាំងអស់នេះហើយត្រូវបានគេបង្ខំឲ្យធ្វើការនៅក្នុងប្រតិបត្តិការឆោបបោកតាមអនឡាញបាទដែលស្ថានភាពធ្វើការរបស់ពួកគេគឺហាក់ដូចជាស្ថានភាពទាសភាពមួយអញ្ចឹងដែរលោកការុតបានប្រាប់ទៅដល់អ្នកតាតែងច្បាប់របស់កម្ពុជាថាអ ுக ្រិតកម្មទាំងនេះគឺគម្រាមកំហែងទៅដល់សន្តិសុខសាធារណៈនិងក៏ធ្វើឲ្យខូចខាតនៅកេរ្តិ៍ឈ្មោះរបស់កម្ពុជាយ៉ាងខ្លាំងក្លានៅលើឆាកអន្តរជាតិច្បាប់នេះគឺរងចាំឲ្យខាងព្រឹទ្ធសភាពិនិត្យសម្រាប់សិនមុននឹងដាក់ថ្វាយទៅព្រះមហាក្សត្រនរោត្តមសីហមុនីឲ្យឡាយប្រហោះសលេខាដើម្បីឲ្យប្រើប្រាស់ដោយបានបញ្ចូលទៅក្នុងច្បាប់នោះគឺអ្នកដែលដឹកនាំបញ្ជានៅការដ្ឋានឆោបបោកតាមអនឡាញនេះគឺអាចមានទោសពី5ទៅដល់10ឆ្នាំជាប់ពន្ធនាគារហើយនឹងពិន័យជាប្រាក់រហូតដល់$250,000ក្នុងករណីដែលពាក់ព័ន្ធជាមួយនឹងការជួញដូរមនុស្សគឺហើយនឹងការឃុំឃាំងមនុស្សដោយខុសច្បាប់និងដោយហិង្សាឬនឹងគឺអ្នកដែលប្រព្រឹត្តគឺជាប់ពន្ធនាគារពី10ទៅដល់20ឆ្នាំហើយប្រសិនបើអ្នកធ្វើការនៅក្នុងកន្លែងនោះបានស្លាប់បាត់បង់ជីវិតវិញគឺតាមធម្មតាគឺពាក់ព័ន្ធនឹងពេលដែលអ្នកទាំងអស់នោះរត់គេចខ្លួនពីមជ្ឈមណ្ឌលនោះគឺអ្នកដែលប្រព្រឹត្តល្មើសនឹងអាចជាប់ពន្ធនាគារពី15ទៅដល់30ឆ្នាំឬក៏អាចជាប់រហូតដល់1ជីវិតផងដែរលោកឆៃស៊ីណារិតដែលជាទេសរដ្ឋមន្ត្រីដឹកនាំគណៈកម្មាធិការបង្ក្រាបការឆោបបោកតាមអនឡាញនោះកាលពីពេលថ្មីនេះបានប្រកាសថាអាជ្ញាធរបានបង្ក្រាបទៅលើទីតាំងសង្ស័យចំនួន250នៅក្នុងទូទាំងប្រទេសកម្ពុជាចាប់តាំងពីខែកក្កដាមកហើយបានបិទជាស្ថាពរចំនួន200លោកបានមានប្រសាសន៍ថាគឺកិច្ចខិតខំប្រឹងប្រែងនៅក្នុងការអនុវត្តច្បាប់នេះគឺបានបង្ហាញនៅលទ្ធផលដោយរៀបចំសំណុំរឿងចំនួន79ប្តឹងទៅតុលាការដែលក្នុងនោះមាន
គូកននិងជនល្មើសមេខ្លោងប្រមាណជា700នាក់ទៅបានចោទប្រកាន់ហើយក្នុងអំឡុងពេលជាមួយគ្នានេះដែរគឺរដ្ឋាភិបាលក៏បាននិរទេសចេញនៅអ្នកដែលធ្វើការនៅមជ្ឈមណ្ឌលឆបោកតាមអនឡាញនោះជិត 10,000 នាក់ឯណោះដែលមកពីប្រទេសចំនួន23ដោយឡែកអ្នកជំនាញវិញគឺហាក់ដូចជាសម្ដែងនៅការមន្ទិលសង្ស័យបន្តិចគឺមិនទាន់អបសាទរទេគឺជាពិសេសគឺលោក Jacob Sim ដែលជាអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Harvard សាកលវិទ្យាល័យល្បីណាបាទដែលទទួលបន្ទុកខាងមជ្ឈមណ្ឌលអាស៊ីនោះគាត់បាននិយាយយោងទៅដល់ការអត្ថាធិប្បាយរបស់លោកឆៃស៊ីណារិតនៅក្នុងពេលកន្លងមកថាការបង្ក្រាបហ្នឹងគឺនៅមិនទាន់បានដោះស្រាយបញ្ហាតាក់ទងជាមួយនឹងគឺប្រព័ន្ធហិរញ្ញវត្ថុនិងក្រុមអ្នកដែលការពារអ្នកដែលប្រព្រឹត្តនឹងនៅឡើយទេគឺផ្ដោតតែទៅលើមជ្ឈមណ្ឌលនិងអ្នកធ្វើការនៅទីនោះអញ្ចឹងអ្នកដែលការពារប្រព័ន្ធហិរញ្ញវត្ថុសម្រាប់ដំណើរការហ្នឹងគឺនៅអត់ទាន់ប៉ះពាល់នៅឡើយអញ្ចឹងគឺនៅគាត់ថា intact គឺនៅមិនទាន់ប៉ះពាល់នៅឡើយដែលអាចឲ្យពួកអក្រិតជនបាទធ្វើប្រតិបត្តិការឡើងវិញឆាប់រហ័សផងដែរអញ្ចឹងលោកតាមប្រសាសន៍របស់លោកចាក់កុំស៊ីមលោកថាត្រូវតែបង្ក្រាបប្រព័ន្ធជួយប្រព័ន្ធដោះដូរថវិកាហ្នឹងហើយនឹងអ្នកដែលការពារអ្នកដែលប្រព្រឹត្តនឹងផងដែរបាទនេះគឺជាអ្វីដែលទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ណាហើយដោយឡែកស្ថានទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាវិញក៏បានបង្ហោះរូបនេះផងដែរគឺលោកស្រី Bridget Walker ដែលជាភារៈធារីនៃស្ថានទូតសហរដ្ឋអាមេរិកនាពេលថ្មីនេះបានជួបជាមួយនឹងលោកកើតរិទ្ធរដ្ឋមន្ត្រីក្រសួងយុតិធម៌ដើម្បីពិភាក្សាអំពីការសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញហើយអ្នកស្រីបានសម្ដែងអំណរគុណចំពោះការបញ្ញាចិត្តដែលលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនិងរដ្ឋាភិបាលរបស់លោកដែលបានសន្យាការពារពលរដ្ឋអាមេរិកបាទមិនឲ្យរងគ្រោះបន្ថែមទៀតពីបណ្ដាញអក្រិតកម្មទាំងនោះទេបាទនេះគឺជាការវិវត្តល្អមួយណាបាទអញ្ចឹងមានរឿងមួយទៀតដែលខាង South China Morning Post បានចេញផ្សាយតាំងពីម្សិលមិញហើយខ្ញុំថារៀបចំថតជូនប្រិមិត្តប្រហែលជាមិនទាន់បានថតប្រហែលជាថ្ងៃនេះអញ្ចឹងថ្ងៃនេះប្រហែលជាអាចនឹងថតសម្រាប់ដាក់សម្រាប់អ្នកនៅស្រុកខ្មែរភ្ញាក់ឡើងមកអាចនឹងមើលឃើញគាត់សរសេរបានល្អដែរបាទប៉ុន្តែមិនមានអ្វីថ្មីប៉ុន្តែក៏មានចំណុចខ្លះដែលជាចំណុចគួរឲ្យចាប់អារម្មណ៍សម្រាប់ប្រិមិត្តក៏ដូចជាអាជ្ញាធរដែលគាត់ធ្វើបដិបត្តិការនេះជាចំណេះដឹងបន្ថែមគឺជារឿងមួយដែលកើតឡើងនៅសហរដ្ឋអាមេរិកខ្លាំងទេក៏ប៉ុន្តែខ្ញុំយកមកជម្រាបជូនប្រិមិត្តទាំងអស់គ្នាឲ្យបានដឹងផងដែរគឺបុគ្គលិកសន្តិសុខអាកាសយានដ្ឋានរបស់សហរដ្ឋអាមេរិកដែលគេហៅថា TSA ហ្នឹងឥឡូវហ្នឹងគឺប្រមាណជា 60,000 នាក់ឥឡូវនេះគាត់បានអញ្ជើញត្រឡប់មកបំពេញការងារវិញហើយបាទនៅថ្ងៃច័ន្ទនេះក្រោយពីបានទទួលបានប្រាក់បៀវត្សរបស់គាត់ដែលបានអាខានបានអាខានក្រោយពីបំពេញក្រោយពីក្រសួងសន្តិសុខមាតុភូមិនោះបានបិទទ្វារអស់រយៈពេល6សប្តាហ៍ហើយពួកគាត់ត្រូវតែបំពេញការងារដោយមិនអាចខានបានដោយសារគាត់ក្នុងប្រភេទគេហៅថាបុគ្គលិកសំខាន់បាទឥឡូវនេះគាត់បានទទួលបានប្រាក់បៀវត្សហើយដូច្នេះអាចជាការមួយជួយសម្រួលទៅដល់ជីវភាពរបស់ពួកគាត់ក៏ប៉ុន្តែបន្តពីនេះទៅថាតើនឹងទទួលបានឬយ៉ាងណាទៀតគឺមិនទាន់ដឹងទេដោយសារតែខាងសភានៅតែមិនទាន់ឯកភាពគ្នាក្នុងការធ្វើច្បាប់ដើម្បីផ្ដល់ថវិកាទៅឲ្យក្រសួងសន្តិសុខមាតុភូមិនៅឡើយក្នុងគណៈពេលដែរសភាមកដល់ពេលសម្រាប់បាកងទៅហើយបាទហើយការអនុញ្ញាតឲ្យបើកប្រាក់បៀវត្សនេះគឺបន្ទាប់ពីលោកប្រធានាធិបតីចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយបញ្ជាឲ្យយកថវិកាដែលសម្រាប់ត្រៀមចំណាយគ្រាអាសន្ននោះយកមកបើកប្រាក់បៀវត្សឲ្យពួកគាត់សិនបាទអញ្ចឹងគឺបើតាមការលើកឡើងរបស់មន្ត្រីរបស់ក្រសួងគឺបានន័យថាតទៅថ្ងៃមុខទៀតគឺរឿងរងចាំមើលផងដែរតែយ៉ាងហោចណាស់ក៏បានផ្ដល់ប្រាក់បៀវត្សមួយចំនួនទៅដល់បុគ្គលិកសន្តិសុខរបស់សហរដ្ឋអាមេរិកនេះដោយឡែកអ្នកស្រី Caroline Levitt ដែលជាអ្នកនាំពាក្យសេតាវិមានវិញក៏បានប្រាប់អ្នកសារព័ត៌មានផងដែរថាគឺបើរំពឹងថាសាច់រឿងនានានឹងវិលត្រឡប់មកធម្មតាវិញនោះប្រហែលជាមិនទាន់បានធម្មតាទេបាទរហូតតតែសភាឯកភាពគ្នាក្នុងការផ្ដល់ថវិកាបើក្រសួងសន្តិសុខមាតុភូមិឡើងវិញហើយប្រិមិត្តនៅចាំហើយគឺការទំនាស់គ្នានេះដោយសារតកតងនឹងការអនុវត្តច្បាប់អន្តោប្រវេសន៍ជាពិសេសទៅលើការអនុវត្តរបស់ខាងប៉ូលីសអន្តោប្រវេសន៍ ICE ដែលក្នុងពេលកន្លងមកប្រើកណ្ដាប់ដៃក្តៅយ៉ាងខ្លាំងដែលការអនុវត្តនៅក្នុងរដ្ឋ Minnesota បានបណ្ដាលឲ្យស្លាប់ពលរដ្ឋអាមេរិកចំនួន2នាក់ដែលធ្វើឲ្យអ្នកតាក់តែងច្បាប់នៃគណៈបក
ប្រជាធិបតេយ្យខឹងសម្បាយ៉ាងខ្លាំងដោយដាក់លក្ខខណ្ឌថាត្រូវមានការកែតម្រង់នៅក្នុងការអនុវត្តរបស់ប៉ូលីសអន្តរប្រវេសន៍ ICE នេះបើមិនចឹងទេគឺរដ្ឋសភាគឺព្រឹទ្ធសភាមិនផ្ដល់ថវិកាទៅឲ្យក្រសួងសន្តិសុខមាតុភូមិដែលជាក្រសួងសម័យគ្រប់គ្រងទៅលើប៉ូលីសអន្តរប្រវេសន៍ ICE នោះទេបាទនេះគឺជាការវិវត្តមួយដែលកើតឡើងនៅក្នុងទឹកដីសហរដ្ឋអាមេរិកទាក់ទងជាមួយនឹងការអនុវត្តច្បាប់អន្តរប្រវេសន៍គឺជាព័ត៌មានដែលគួរឲ្យគេថាខកចិត្តសម្រាប់អ្នកគ្រប់គ្រងគណៈបកសាធារណរដ្ឋនៅក្នុងរដ្ឋ Florida បាទនៅក្នុងរដ្ឋ Florida គឺនៅមណ្ឌលបោះឆ្នោត West Tampa បាទ West Tampa ហ្នឹងគឺជាមណ្ឌលដែលគេរំពឹងថាជាមណ្ឌលរបស់គណៈបកសាធារណរដ្ឋខ្លាំងតែម្ដងដែលជាមូលដ្ឋានរឹងមាំមកបន្ទាយរបស់គណៈបកសាធារណរដ្ឋក៏ប៉ុន្តែនៅថ្ងៃនេះគឺបេក្ខជនដែលមកពីខាងគណៈបកប្រជាធិបតេយ្យបានប្រកាសជ័យជំនះនៅក្នុងការបោះឆ្នោតដណ្ដើមអាសនៈព្រឹទ្ធសភាថ្នាក់រដ្ឋទេណាព្រឹទ្ធសភាថ្នាក់រដ្ឋបានទៅខាងគណៈបកប្រជាធិបតេយ្យបើទោះបីជាការប្រកួតប្រជែងនៅទីនោះគឺមានលក្ខណៈប្រផិតប្រផៃប្រកៀកប្រកាត់គ្នាក៏ដោយមកពីព្រោះអីកាលពីសប្តាហ៍មុននោះគឺបោះឆ្នោតណាបោះឆ្នោតហើយខាងភ្លាមនោះគឺខាងគណៈបកប្រជាធិបតេយ្យក៏ដឹងតែម្ដងគឺនៅមណ្ឌលដែលជាភូមិគ្រឹះរបស់លោកប្រធានាធិបតី Donald Trump គឺនៅ Mar-a-Lago ពេលហ្នឹងគឺខាងគណៈបកប្រជាធិបតេយ្យក៏ឈ្នះបាទប៉ុន្តែដល់ពេលនៅក្នុងរដ្ឋនៅក្នុងមណ្ឌល West Tampa នេះ Tampa ខាងលិចហ្នឹងគឺអត់ទាន់អាចប្រកាសបានដោយសារតែលទ្ធផលប្រកៀកប្រកាត់ក៏ប៉ុន្តែនៅថ្ងៃនេះគឺខាងសារព័ត៌មាន AP គាត់ធ្វើ projection ធ្វើព្យាករណ៍ថាគឺគណៈបកប្រជាធិបតេយ្យជាអ្នកឈ្នះបាទអញ្ចឹងគឺជារឿងមួយដែលខកចិត្តសម្រាប់គណៈបកសាធារណរដ្ឋពីព្រោះអីយើងមើលអ្នកដែលតាមដានរឿងនេះយូរហើយគឺខាងគណៈបកសាធារណរដ្ឋនឹងគាត់ខំកែមណ្ឌលកែអីដើម្បីឲ្យមានព្រៀបទៅលើខាងគណៈបកប្រជាធិបតេយ្យណាដើម្បីតាមការចង់បានរបស់លោកតាមប៉ុន្តែលទ្ធផលបែរជាមិនជាទីពេញចិត្តរបស់គណៈបកសាធារណរដ្ឋបាទក្នុងគណៈពេលដែលគណៈបកប្រជាធិបតេយ្យពេលដែលបោះឆ្នោត2024នោះដូចជាបាទផុតដៃផុតជើងទៅហើយបាទគឺមេដឹកនាំក៏មិនច្បាស់គោលនយោបាយក៏មិនច្បាស់បាទរញ៉េរញ៉ៃក្នុងថ្នាក់ដឹកនាំហ្នឹងឥឡូវនេះស្រាប់តែអាចទាមទារឡើងមួយបានក្រោយពីការអនុវត្តច្បាប់អន្តរប្រវេសន៍សេដ្ឋកិច្ចការធ្វើសង្គ្រាមនៅខាងក្រៅប្រទេសនេះផងដែរដែលធ្វើឲ្យមានការគិតគូរឡើងវិញសម្រាប់អ្នកបោះឆ្នោតអាមេរិកហើយបេក្ខជនដែលជាប់នោះគាត់ឈ្មោះថា Brian Nathan គាត់មានអាយុ45ឆ្នាំនេះក្មេងល្ហកណាបាទលោកនៅក្នុងរូបភាពហ្នឹងបាទលោក Brian Nathan បាទគាត់ជាអតីតបាទលោក Brian Nathan ណាបាទគាត់ចូលណាបាទគាត់ជាអតីតទាហានជើងទឹកណាបាទអតីតជាទាហានជើងទឹករបស់សហរដ្ឋអាមេរិកទៀតបាទហើយជាអ្នកដែលប្រឆាំងនឹងខាងគណៈបកសាធារណរដ្ឋហ្នឹងដាច់ខាតតែម្ដងមិនមែនជាអ្នកនៅកណ្ដាលទេគឺថាច្បាស់ Q សង្កាត់តែម្ដងអញ្ចឹងអ្នកដែលឈ្នះកាលពីសប្តាហ៍មុនគឺអ្នកស្រី Emily Gregory បានឈ្នះអាសនៈរដ្ឋសភាថ្នាក់រដ្ឋដែរហើយគាត់មានប្រវត្តិចេញមកពីអ្នក business ជាអ្នកអាជីវករអញ្ចឹងគឺសិតតែអ្នកដែលមិនមែនជាអ្នកនយោបាយទេឥឡូវនេះស្រាប់តែគូស្រាបោះឆ្នោតឈ្នះបាទនេះគឺជាការវិវត្តដ៏គួរឲ្យចាប់អារម្មណ៍មួយដែលប្រិមិត្តអាចនឹងគិតមើលថាតើការបោះឆ្នោតនៅពាក់កណ្ដាលអាណត្តិនេះនឹងកើតមានអ្វីកើតឡើងអញ្ចឹងហើយដោយតែប្រិមិត្តសួរថាតើសង្គ្រាមនៅអ៊ីរ៉ង់នឹងចប់ពេលណាបាទគឺច្បាស់ណាស់សម្ពាធនៅក្នុងប្រទេសនេះទៅលើលោកប្រធានាធិបតីក៏ខ្លាំងដែរក្នុងគណៈបករបស់គាត់ពីព្រោះលទ្ធផលចេញមកហើយគឺបាទមិនល្អសម្រាប់គណៈបកសាធារណរដ្ឋទេបើសិនជានៅបន្តអូសបន្លាយសង្គ្រាមនេះតទៅទៀតបាទបើតាមសេចក្តីរាយការណ៍ហ្នឹងឲ្យដឹងថាកប៉ាល់ប្រេងរបស់រុស្ស៊ីបានទៅដល់ប្រទេសគុយបាហើយបាទកាលពីថ្ងៃច័ន្ទនេះហើយខាងរុស្ស៊ីនោះក៏បានស្វាគមន៍ការទៅដល់នៅប្រេងដាក់ដោតទង់ជាតិរបស់រុស្ស៊ីដើម្បីទៅជួយប្រទេសគុយបាបាទដោយនិយាយថាការផ្គត់ផ្គង់ទៅដល់ប្រទេសគុយបាគឺជារឿងសំខាន់ណាស់ដោយសារតែគុយបាកំពុងតែខ្វះខាតធម្មពលខ្វះខាតប្រេងដោយសារតែការរឹតបន្តឹងហុំព័ទ្ធរបស់សហរដ្ឋអាមេរិកហើយដោយសារតែប្រទេសវេណេស៊ុយឡាដែលខាងគុយបាតែងតែទទួលបានប្រេងជំនួយជាប្រចាំនោះទៅបានសហរដ្ឋអាមេរិករឹបអូសយកបានហើយផ្ដាច់ប្រេងមិនឲ្យគុយបាអញ្ចឹងគឺប្រភពផ្សេងប្រេងហ្នឹងគឺមិនបានទៅដល់ទេអ្នកនាំពាក្យវិមានក្រមឡើងគឺលោក Dmitry Peskov បាននិយាយថាគឺទីក្រុងមូស្គូចាត់ទុកថាវាជាកាតព្វកិច្ចរបស់មូស្គូនៅក្នុងការជួយទៅដល់ប្រទេសគុយបានេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់រុស្ស៊ីបានផ្សាយឲ្យដឹងដោយលោកបានបន្ថែមថាទីក្រុងហាវ៉ាណាគឺត្រូវការប្រេងផលិតផលប្រេងជាច្រើនបាទក្នុងខណៈពេលដែលសហរដ្ឋអាមេរិកបិទច្រកមិនឲ្យចូលនោះគឺប្រេងនេះវាដឹកប្រេងប្រភេទមនុស្សធម៌គឺដឹកប្រេងចំនួន
10,000 តោនតែម្ដងនៃប្រេងឆៅនោះតែម្ដងគឺបានទៅដល់ហើយណាអញ្ចឹងគឺប្រេងនេះប្រេងមនុស្សធម៌មិនទៅលក់ទេគឺជំនួយមនុស្សធម៌ទៅដល់គុយបាបាទគឺហើយនាវាដែលដឹកប្រេងទៅហ្នឹងគឺជានាវាដែលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មទៀតគឺនាវា Anatoly Kolochkin បាទតែប៉ុន្តែសហរដ្ឋអាមេរិកក្រោយពីលោកប្រធានាធិបតី Donald Trump លោកបានថ្លែងថាលោកអត់មានប្រកែកប្រកាន់អីទេ no problem លោកថា no problem បាទបើសិនជានាវាដឹកប្រេងរបស់រុស្ស៊ីចង់ចូលក៏អញ្ជើញចូលបាទលោកបានបន្ធូរបន្ថយអញ្ចឹងដែរបាទលោកបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One កាលពីថ្ងៃអាទិត្យម្សិលមិញថាបាទប្រទេសណាក៏ដោយលោកថាប្រទេសណាក៏ដោយប្រសិនបើចង់បញ្ជូនប្រេងទៅឲ្យគុយបាឥឡូវហ្នឹងបាទអត់បញ្ហាទេបាទទោះបីជារុស្ស៊ីក៏ដោយមិនមែនរុស្ស៊ីក៏ដោយអញ្ជើញបញ្ជូនទៅចុះហើយបើតាមសេចក្តីរាយការណ៍មកគឺមួយទៀតគឺឃើញគុយខាងមិចស៊ិកក៏បានបញ្ជូនទៅជួយផងដែរបាទនេះគឺជាព័ត៌មានសំខាន់ណាបាទព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នានៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងបាទអញ្ចឹងឥឡូវនេះគឺអរគុណប្រិយមិត្តច្រើនដែលបានចូលមកស្ដាប់ការចែករំលែកព័ត៌មានរបស់ខ្ញុំសូមអរគុណសូមជម្រាបលាណា